ដកនេះគឺចង់និយាយអំពីរឿងនិស្សិតឈ្មោះគុំរក់អាក្រក់ចុះឲ្យតែល្អក្រចុះឲ្យតែមានការកន្លងទៅយូរហើយព្រះពោធិសត្វទ្រង់សោយបជាតិជាអាចារ្យទិសាប្រមោកមាននាមល្បីល្បាញក្នុងក្រុងតកសិលាតែងបង្រៀនកូនសិស្ស500នាក់ជានិច្ចរាល់ថ្ងៃកាលនោះមាននិស្សិតម្នាក់ឈ្មោះគុំរក់ជាឈ្មោះកំណើតដែលមេដាបិតាដាក់ឲ្យបាលីថាបាបកៈរៀននៅក្នុងសំណាក់ព្រះពោធិសត្វនោះរាល់ថ្ងៃនិស្សិតទាំងឡាយជាគូកនឹមគ្នាហៅលេងសើចថាអាគំរក់ដូច្នេះទាំងព្រះពោធិសត្វក៏លោកហៅថាគំរក់ដូច្នោះដែរព្រោះជាឈ្មោះស្រេចទៅហើយនិស្សិតគំរក់នោះនឹកអន់ចិត្តនឹងឈ្មោះខ្លួនមិនល្អក៏ចូលទៅសំពះព្រះពោធិសត្វជាអាចារ្យផ្លាស់ឈ្មោះឲ្យព្រះពោធិសត្វថាបើដូច្នោះឯងចូលដើរទៅក្នុងនិគមជនបទរាជនីស្វែងរកឈ្មោះដែលល្អប្រកបដោយសិរីសួស្តីជ័យមង្គលរបស់បុគ្គលណាមួយដែលជាទីពេញចិត្តរបស់ឯងឲ្យបានមកចាំអញបដូរឈ្មោះឲ្យនិស្សិតគម្រក់ធ្វើតាមពាក្យអាចារ្យក៏រៀបចំដំណើរថ្វាយបង្គំត្រាច់ចរទៅក្នុងនិគមជនបទរាជនីផ្សេងដើម្បីស្វែងរកឈ្មោះឲ្យបានល្អការបើទៅដល់នគរមួយជួបនឹងអ្នកនគរកំពុងហែសពទៅព្រៃស្មសានទើបនិស្សិតគម្រក់សួរថាសុំទោសអ្នកស្លាប់នេះឈ្មោះអ្វីគេប្រាប់ថាឈ្មោះរស់បាលីថាជីវកៈនិស្សិតគម្រក់លឿនមកថាបើឈ្មោះរងហើយម្ដេចក៏ស្លាប់គេថាណែនាងធម្មតារបស់មនុស្សសត្វបើទុកជាឈ្មោះរស់ក៏ដោយឈ្មោះកើតក៏ដោយឈ្មោះជាក៏ដោយมันអាចជៀសវាងរួចអំពីចាស់ឈឺស្លាប់នោះទេនិស្សិតគម្រក់ស្ដាប់ពាក្យគេហើយអស់សង្ឃឹមរវើយគំនិតក៏ដើរឈៀងចូលទៅក្នុងភូមិមួយឃើញនាយចវាយម្នាក់កំពុងវាយសំពងទាស័យដែលខ្ជះខ្ជាយធ្វើឲ្យបាត់ទ្រព្យរបស់គេនិស្សិតគម្រក់ឃើញហើយសួរថានាងនេះមានទោសដូចម្ដេចបានជាលោកវាយដល់ម្លឹងគេប្រាប់ថាបានជាវាយព្រោះវាខ្ជះខ្ជាយមិនចេះរក្សាថែទ្រព្យសម្បត្តិនិស្សិតគម្រក់សួរទៀតថាចុះនាងនោះឈ្មោះអ្វីគេក៏ប្រាប់ថានាងឈ្មោះរក្សាទ្រព្យបាលីថាធនៈបាលីចុះបើឈ្មោះល្អម្លឹងក៏មិនចេះថែរក្សាទ្រព្យគេប្រាប់ថានាងឯងកុំសង្ស័យឈ្មោះនោះគេគ្រាន់តែកំណត់ឲ្យងាយស្គាល់ងាយចំណាំគ្នាទៅវិញទៅមកប៉ុណ្ណោះទេមិនមែនឈ្មោះឲ្យសុកទុកបានឡើយនិស្សិតគម្រក់លឺហើយរឹតតែស្បើយគំនិតក្នុងការស្វែងរកឈ្មោះល្អក៏ត្រឡប់ទៅផ្ទះវិញដល់ពាក់កណ្ដាលផ្លូវឃើញបរិសម្នាក់ដើរវិលចុះវិលឡើងក៏សួរថាអ្នកដើរវិលមានការអ្វីគេប្រាប់ថាខ្ញុំវង្វេងផ្លូវនិស្សិតគម្រក់ក៏សួរចង់ដឹងឈ្មោះអ្នកនោះទៀតគេក៏ប្រាប់ថាខ្ញុំឈ្មោះអ្នកស្គាល់ផ្លូវបាលីថាបថកៈចុះឈ្មោះចំណាប់ម្លឹងម្ដេចក៏រកផ្លូវមិនឃើញគេឆ្លើយតបវិញថាសំខាន់អ្វីត្រង់ឈ្មោះនោះស្រេចតែនឹងខ្ញុំវង្វេងអ្នកឯងក៏ឆោតម្លេះនិស្សិតគម្រក់ត្រូវគេស្ដីឲ្យថាឆោតក៏លេងស្វែងរកឈ្មោះទៀតត្រឡប់ទៅកាន់សំណាក់លោកអាចារ្យវិញព្រះពោធិសត្វជាអាចារ្យសួរថាម្ដេចឯងទៅរកឈ្មោះល្អបានហើយឬនៅនិស្សិតគម្រក់ថាឥត
អំពើទេដើរទៅឲ្យតែខាតរៀនអាឈ្មោះរួងបែរជាងាប់មីឈ្មោះរក្សាទ្រាំបែរជាធ្វើឲ្យបាត់ទ្រព្យគេត្រូវដំបងអាឈ្មោះស្គាល់ផ្លូវទៅជាវង្វេងរកតែផ្លូវទៅផ្ទះមិនឃើញខ្ញុំបាទឈប់ផ្លាស់ប្ដូរឈ្មោះហើយម៉ែឪខ្ញុំឲ្យមកយ៉ាងណានៅយ៉ាងនោះចុះប្រឹងពោលជាសន្លឺដូច្នោះហើយក៏សូត្រពាក្យស្លោកថាជីវកញ្ចៈមតាំងទិស្វាធនបាលញ្ចៈទុកតាំងបដ្ឋកញ្ចៈវនេមូលហៈបាបកោឧណវិកតោនិស្សិតឈ្មោះគម្រក់បានឃើញអារោះវាស្លាប់មីរក្សាទ្របវាខ្ជិះខ្ជាយអាស្គាល់ផ្លូវវាវង្វេងក្នុងព្រៃក៏ត្រឡប់មកវិញបានឈ្មោះថាគម្រក់ដដែលអំពីពេលនោះដរាបទៅនិស្សិតគម្រក់លេងគិតគូរត្រង់ឈ្មោះគិតតែខំរៀនសូត្រដរាបដល់បានសម្រេចវិជ្ជាតាមបំណងរបស់ខ្លួនហងហើយវិជ្ជាដកនេះគឺចប់តែប៉ុណ្ណេះឯងសូមអនុមោទនា